បាទថ្ងៃនេះខ្ញុំមកថតរូបអ៊ំស្រីម្នាក់ដែលគាត់ជាអ្នកលក់កន្លាញ់ណាលក់ផ្លែកន្លាញ់ហ្នឹងគាត់លក់នៅមុខអង្គរគាត់លក់នៅមុខអង្គរហើយខ្ញុំឃើញរូបគាត់តំណងក៏ខ្ញុំ snap រូបគាត់ពីបេប៉ោះព្យាយាមថតយកសកម្មភាពគាត់លក់អញ្ចឹងណាមែនតើទៅគាត់ពិតជាសប្បាយចិត្តមែនទែនដែលបានទទួលរូបហើយគាត់ថាគាត់អត់ដែលមានរូបថតស្លឹកដែលគាត់ផ្ដិតចេញមកទេទោះបីជាតូចហើយនឹងធំក៏ដោយហើយគាត់បានតវ៉ាទៀតថាលួចថតគាត់ហ្នឹងបដៅហើយខ្ញុំសួរគាត់ទៅថាភាសាបដៅហ្នឹងបានន័យថាម៉េចថាអត់ស្អាតសម្រាប់អ្នកសៀមរាបណាគាត់ក៏ប្រាប់ថាបើជ្រុលតែថតហើយសុំថតគាត់ឲ្យស្អាតមកគាត់ដោះមុខដល់អីអញ្ចឹងណាហើយគាត់ដោះមុខដល់អីអញ្ចឹងហើយគាត់ឲ្យខ្ញុំថតឲ្យគាត់ម្ដងទៀតហើយមួយទៀតគាត់ជូនពរខ្ញុំច្រើនមែនទែនដោយសារតែគាត់អត់ដែលទទួលបានរូបថតជាសន្លឹកអញ្ចឹងសម្រាប់ខ្លួនឯងអញ្ចឹងណា GoPro ខ្ញុំវាក្តៅហើយអញ្ចឹងទៅអាមកកណាត់ក្រោយដែលខ្ញុំទៅសម្ដែងសនាជាមួយគាត់ហ្នឹងគឺអត់មាន footage ឲ្យបងប្អូនមើលទេអញ្ចឹងនេះជារូបភាពដែលខ្ញុំបានថតជូនគាត់ទាំងរូបលួចថតហើយនិងរូបថតដែលគាត់ញញឹមឲ្យខ្ញុំថតឲ្យគាត់អញ្ចឹងណាហើយចង់បញ្ជាក់ថាស្នាមញញឹមរបស់ប្រជាជនកម្ពុជាពិតជាស្អាតហើយខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលបានធ្វើឲ្យមនុស្សនៅជុំវិញខ្លួនខ្ញុំបានញញឹម